សូមនមស្ការចំពោះគុណប្រតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងសូមជម្រាបសួរពុទ្ធបរិស័ទទាំងអស់ថ្ងៃនេះនឹងពិចារណារូបភាពដ៏ពិសិដ្ឋមួយគឺរូបភាពព្រះពុទ្ធគង់លើផ្កាឈូកដែលជានិមិត្តរូបនៃភាពបរិសុទ្ធមិនជាប់ជំពាក់នឹងលោកនឹងមានស្ត្រី6នាក់កំពុងថ្វាយទេយ្យធម៌តើការបូជានេះមានន័យយ៉ាងណាហើយតើព្រះពុទ្ធដីកាណាខ្លះដែលពាក់ព័ន្ធទៅនឹងតម្លៃពិតនៃការបូជាព្រះពុទ្ធគង់លើផ្កាឈូកដែលជានិមិត្តរូបនៃការរស់នៅក្នុងលោកតែមិនជាប់ជំពាក់នឹងលោកព្រះអង្គធ្លាប់ត្រាស់ថាយថាបិពផង្វេរុក្ខាស្មិងអកិច្ចាំងតេននីសតេដូចជាផ្កាឈូកដុះនៅក្នុងភក់តែមិនជាប់ជំពាក់នឹងភក់ដូច្នោះឯងព្រះពុទ្ធដីកានេះបង្រៀនយើងថាទោះបីជាយើងរស់នៅកណ្ដាលសេចក្តីលោភៈសេចក្តីក្រោធនិងសេចក្តីវង្វេងគឺយើងនៅតែអាចរក្សាភាពបរិសុទ្ធនៃចិត្តបានបើសិនបើយើងប្រតិបត្តិធម៌រូបភាពនេះបង្ហាញពីស្ត្រី6នាក់ថ្វាយទេយ្យធម៌ការបូជាទានប៉ុន្តែព្រះពុទ្ធបានបង្រៀនយ៉ាងជ្រាលជ្រៅអំពីធម្មបូជាក្នុងធម្មទេសនាចុងក្រោយរបស់ព្រះអង្គទ្រង់ត្រាស់ថាណហេតាំងភិក្ខវេតថាកតស្សៈសក្ការោវាគរុផតតាំងវាធម្មបូជាវាយថាអថេកោចេភិក្ខុធម្មងអនុធម្មងបដិបច្ចតិដែលប្រែន័យថាភិក្ខុទាំងឡាយការបូជាដល់តថាគតឬការបូជាតថាគតមិនស្មើនឹងការដែលភិក្ខុណាមួយបានប្រតិបត្តិធម៌តាមធម៌នោះឡើយព្រះពុទ្ធដីកានេះគឺជាកលឹះវាបញ្ជាក់ថាការបូជាដោយវត្ថុអាមិសបូជាគ្រាន់តែជាទង្វើខាងក្រៅការបូជាដោយការបដិបត្តិធម្មបូជាគឺការប្រតិបត្តិសិលសមាធិនិងបញ្ញាគឺជាការបូជាដ៏បំផុតចំពោះព្រះអង្គស្ត្រីទាំង6នាក់ក្នុងរូបភាពនេះតំណាងឲ្យឥន្ទ្រីទាំង6ផ្នែកត្រចៀកច្របល់អណ្ដាតកាយនិងចិត្តដែលយើងត្រូវតែរក្សានិងប្រតិបត្តិឲ្យបានត្រឹមត្រូវជាសេចក្តីសន្និដ្ឋានរូបភាពនេះនិងព្រះពុទ្ធដីកាទាំងពីរបានដាស់តឿនយើងថាការថ្វាយបង្គំព្រះពុទ្ធពិតមិនមែននៅត្រឹមតែការរៀបចំទានឬក៏ថ្វាយភ្ញីទេផ្កាភ្ញីទេតែស្ថិតនៅលើការបន្សុទ្ធចិត្តរបស់យើងដោយផ្កាឈូកនិងការបដិបត្តិធម៌តាមឥន្ទ្រីទាំង6របស់យើងសូមយើងខិតខំព្យាយាមរស់នៅដោយការយល់ដឹងនិងសតិសម្បជញ្ញៈនេះទើបជាទេយ្យធម៌ដ៏ឧត្តមបំផុតសូមអនុមោទនាចឹងសូមចុច like share និង subscribe សូមក្រាបថ្វាយបង្គំសូមជម្រាបលា